ចង្កោមញាតិញោមនៅតំបន់ក្បែរផ្សារស្អែមសូមបងប្អូនទាំងអស់នេះជួយ share ចែករំលែកនៅវីដេអូនេះម្នាក់មួយផងដើម្បីឲ្យកូនខ្មែរទូទាំងប្រទេសបានឃើញហើយក៏ជាពិសេសឲ្យពិភពលោកបានឃើញនៅទង្វើដ៏សែនយងថ្នងដែលពួកសៀមបានបំពេញមកលើទឹកដីរបស់ខ្មែរយើងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់នេះហើយចម្រើនពរទៅដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ឥឡូវនេះអាត្មាបានមកដល់រង្វង់មូលស្អែមនៃទឹកដីខាងខេត្តព្រះវិហារហ្នឹងហើយទឹកដីខាងខេត្តព្រះវិហារហើយរង្វង់មូលនេះដូចញាតិញោមធ្លាប់ឃើញអញ្ចឹងគឺទីតាំងដែលតំបន់ចំនួនក្តៅកគុកដែរប៉ុន្តែឥឡូវនេះអាត្មាបានមកដល់តំបន់នេះអាត្មាបានមកដល់ទីនេះក៏បានឃើញថាបងប្អូនអាជីវករដែលគាត់លក់ដូរនៅតំបន់ផ្សារស្អែមហ្នឹងក៏ពួកគាត់បានត្រឡប់មកកាន់គេអាឋានជាបណ្ដាហើយបន្ទាប់ពីមានបទចុបបាញ់ប៉ុន្តែក៏ស្ថិតនៅការប្រុងប្រយ័ត្នខ្ពស់ផងដែរបងនៅតំបន់ផ្សារស្អែមនេះហើយបងប្អូនដែលគាត់មានគេអាឋាននៅតំបន់ផ្សារស្អែមហ្នឹងក៏ពួកគាត់នៅតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់និងទទួលនៅការជូនដំណឹងពីសមត្ថកិច្ចអាជ្ញាធរទៅតាមស្ថានភាពជាក់ស្ដែងនៅពេលក្រោយហើយពេលមកដល់តំបន់ប្រាសាទព្រះវិហារហ្នឹងក៏ថ្មឆ្លៀតជូននៅតែយទានដែលរៀបចំដាក់នៅក្នុងឡានជាស្រាប់ហ្នឹងក៏ជូនទៅដល់ញោមព្រះកងទ័ពយើងដែលគាត់ឈរជើងនៅតំបន់ប្រាសាទព្រះវិហារនោះក៏ហើយមានបតិកទូចតែញាតិញោមមិនមានអីច្រើនទេសង្ឃឹមថាពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះនឹងបន្តចូលរួមមូលនិធិឬក៏ថវិកាឬក៏ជាសម្ភារៈស្បៀងដើម្បីអាត្មាបានធ្វើនៅសកម្មភាពឧបត្ថម្ភជូនទៅដល់ព្រះកងទ័ពយើងនៅពេលខាងមុខទៀតហើយទស្សនវិជ្ជានេះគឺជារណ្ដៅដែលពួកចៅសៀមបានទម្លាក់នៅក្របបែកចង្កោមមកចំតំបន់ក្បែរផ្សារស្អែមណាញោមជួយ share នៅវីដេអូនេះម្នាក់មួយផងបងប្អូនដើម្បីឲ្យពិភពលោកបានឃើញអំពីការឈ្លានពានរបស់ប្រទេសសៀមមកលើទឹកដីរបស់ខ្មែរយើងដូចជាការទម្លាក់នៅក្របបែកចង្កោមនេះចឹងញាតិញោមមកលើទឹកដីតំបន់ក្បែរប្រាសាទព្រះវិហារជាពិសេសតំបន់